កាលយូរលង់ណាស់មកហើយមានបុរសម្នាក់នឹងកូនដឹកលាទៅលក់ឯផ្សារទៅដល់ភូមិមួយឮគេថាមានលាមិនជិះបែរជាដឹកទៅវិញឪពុកក៏ឲ្យកូនជិះហើយគាត់ជាអ្នកដើរទៅបានបន្តិចក៏ឮគេថាខ្លួនចាស់ហើយមិនជិះបែរជាឲ្យកូនជិះទៅវិញឪពុកក៏ឡើងជិះលាហើយឲ្យកូនដើរវិញម្ដងដើរបានបន្តិចក៏ឮតាចាស់ម្នាក់និយាយថាកូននៅក្មេងមិនឲ្យជិះបែរជាខ្លួនចាស់ជិះលាទៅវិញឪពុកនិងកូនក៏ឡើងជិះលាទាំងពីរនាក់អ្នកស្រុកឃើញក៏ថាលាមួយជិះគ្នាពីរនាក់ធ្វើឲ្យលាដើរមិនចង់រួចទាំងពីរនាក់ក៏នាំគ្នាសែងលាវិញម្ដងលុះសែងដល់ស្ពានមួយទម្ងន់ក៏សង្កត់ខាងកូនទ្រាំមិនបានក៏ទម្លាក់ស្នែងចោលលាក៏ធ្លាក់រមៀលចុះក្នុងទឹកបាត់ទៅ